ចឹងសូមមកកាន់តិច original ថ្ងៃនេះយើងមកបន្តមេរៀនរបស់យើងតើតើនឹងការបង្កើតប្រយោគភាសាចិនជាមួយនឹងតិច original បាទចឹងដើម្បីទទួលបាននៅមេរៀនល្អៗក៏ដូចជាការសន្ទនាពិសេសល្អៗតើតើនឹងការរៀនភាសាចិនបងប្អូនកុំភ្លេចជួយចុច subscribe channel តិច original បាទចឹងថ្ងៃនេះគឺយើងនឹងរៀនដោយយកពាក្យបង្កើតជាប្រយោគចឹងកុំឲ្យខាត់ពេលបងប្អូនអរគ្នាយូរតោះទៅតាមដានទាំងអស់គ្នាបាទចឹងយើងចូលដល់មេរៀនរបស់យើងចឹងពាក្យដែលថាយើងត្រូវយកមកបង្កើតមេរៀនរបស់យើងជាប្រយោគនោះគឺជាពាក្យឈូហ្វាបាទឈូហ្វាយើងប្រែថាចេញដំណើរចឹងយើងមើលប្រយោគយើង我们明天早上6点出发បាទ我们明天早上6点出发មានន័យថាយើងនឹងចេញដំណើរនៅម៉ោង6ព្រឹកថ្ងៃស្អែកបាទចឹងយើងមើលពាក្យយើងទាំងអស់គ្នា我们បាទ我们យើងប្រែថាពួកយើង明天បាទ明天យើងប្រែថាថ្ងៃស្អែក早上បាទ早上យើងប្រែថាពេលព្រឹក6点បាទ6点យើងប្រែថាម៉ោង6ឈូហ្វាបាទឈូហ្វាយើងប្រែថាចេញដំណើរបាទចឹងសរុបប្រយោគរបស់យើង我们明天早上6点出发បាទមានន័យថាយើងនឹងចេញដំណើរនៅម៉ោង6ព្រឹកថ្ងៃស្អែកបាទចឹងយើងមើលប្រយោគទី2របស់យើង他们已经出发了មានន័យថាពួកគេបានចេញដំណើរហើយចឹងយើងមើលពាក្យរបស់យើង他们បាទ他们យើងប្រែថាពួកគេ已经បាទ已经យើងប្រែថាបាន出发យើងប្រែថាចេញដំណើរ他们已经出发了បាទមានន័យថាពួកគេបានចេញដំណើរហើយតើយើងមើលពាក្យយើងបន្តទៀតដែលថាយើងត្រូវយកពាក្យមកបង្កើតប្រយោគនោះបាទចឹងពាក្យនោះគឺជាពាក្យស៊ួយចៅបាទស៊ួយចៅមានន័យថាគេងចឹងយើងមើលប្រយោគយើង我每天10点睡觉ខ្ញុំគេងនៅម៉ោង10រាល់ថ្ងៃខ្ញុំគេងនៅម៉ោង10រាល់ថ្ងៃចឹងយើងមើលពាក្យរបស់យើង我每天បាទ我每天មានថាខ្ញុំរាល់ថ្ងៃ10点បាទ10点មានន័យថាម៉ោង10睡觉បាទ睡觉មានន័យថាគេង我每天10点睡觉បាទមានន័យថាខ្ញុំគេងនៅម៉ោង10រាល់ថ្ងៃបាទចឹងយើងមើលពាក្យយើងមួយទៀតបាទ孩子已经睡觉了មានន័យថាក្មេងបានគេងហើយចឹងយើងមើលពាក្យរបស់យើង孩子បាទ孩子មានន័យថាក្មេង已经បាទ已经យើងប្រែថាបាន睡觉បាទយើងប្រែថាគេង孩子已经睡觉了ក្មេងបានគេងហើយបាទចឹងមេរៀននៅក្នុងថ្ងៃនេះក៏បានដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីមេរៀនមួយនេះបាទចឹងដើម្បីទទួលបានវីដេអូមុនគេពីតិច original កុំភ្លេចជួយចុច subscribe សូមអរគុណ